បងប្អូនទាំងអស់គ្នាដឹងទេលោកពូព្រាបសវត្តណាជាតារាចម្រៀងដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រស្រុកខ្មែរដែលបានយកឈ្មោះខ្លួនឯងទៅដាក់ធ្វើជាចំណងជើងបទចម្រៀងហើយទទួលបានការពេញនិយមផ្ទុះល្បីល្បាញពេញស្រុកខ្មែរនៅត្រង់ចំណុចហ្នឹងឯងដែលខ្ញុំសរសើរលោកពូព្រាបសវត្តដែលគាត់មានលក្ខណៈពិសេសក៏ដូចជាសមត្ថភាពពិសេសតែមួយគ្មានពីរក្នុងចំណោមតារាចម្រៀងទាំងអស់ក្នុងប្រវត្តិសាស្ត្រស្រុកខ្មែរខ្ញុំអត់ប្រៀបធៀបទេមិនថាតារាចម្រៀងសម័យមុនឬក៏តារាចម្រៀងសម័យថ្មីនេះទេភាគច្រើនគឺពួកគាត់មានលក្ខណៈពិសេសផ្សេងពីគ្នាក៏ប៉ុន្តែលោកពូព្រាបសវត្តគាត់មានលក្ខណៈពិសេសមួយគឺឈ្មោះគាត់អាចធ្វើឲ្យមានការតាក់ទាញអាចធ្វើឲ្យបទចម្រៀងរបស់គាត់នឹងល្បីល្បាញបានខ្ញុំឲ្យបងប្អូនទៅសង្កេតមើលតារាចម្រៀងតាំងពីជំនាន់សម័យដើមឬក៏ជំនាន់សម័យឥឡូវនេះកម្រមានតារាចម្រៀងណាម្នាក់យកឈ្មោះខ្លួនឯងទៅដាក់ធ្វើជាចំណងជើងណារនឹកចំណងជើងអីផ្សេងតាក់ទងនឹងស្នេហាមនុស្សចេតនាអីផ្សេងក៏ប៉ុន្តែមានតែលោកពូព្រាបសវត្តមួយទេដែលហ៊ានយកឈ្មោះខ្លួនឯងទៅធ្វើជាចំណងជើងបទចម្រៀងហើយបទចម្រៀងមួយនឹងចេញទៅគឺផ្ទុះបើក៏ក្រៅដល់លំដាប់កំពូលតែម្ដងក្នុងឆ្នាំ2006បទនោះមានចំណងជើងថានំបញ្ចុកព្រាបសវត្តនំចុកថ្មីជើមកសវត្តណាពីផងមួយពួកគាត់បានយ៉ាងជើចូលសានំចុកខាងមកហើយអូននំចុកថ្មីមាត់អូឡាស្មើវិញអូនមកហើយនំបញ្ចុកព្រាបសង្វាត់មិនដែលចេះស្ងាត់រែកមកស្កាត់តាមភូមិសំឡក្លិនជួយប្រហើគួស្រង់ស្រូបបងប្អូនធ្លាប់ហូបពិតជាត្រូវមាត់ជាប់ចិត្តពិសាលក់បានសាក់ពី3ចានមិនថ្មីសំឡសាច់ត្រីបងស្លឹកគ្រៃផងណាបងគ្រឿងមិនខំរសជាតិឆ្ងាញ់អស់ចាអ្នកស្រុកតែងថានំខ្ញុំនេះណាឆ្ងាញ់លេខ1គ្រឿងខ្លីដាក់នៅនឹងមុខរបឲ្យហាន់ទុកពុកម៉ែថែមបានត្រយងជ័យស្រស់ត្រសក់ទៅហាន់នំមិនឆ្ងាញ់កុំពិសាឲ្យលេងទឹកចាំងសារៀបរយរពីមានអាណាម័យចុកកឹះនឹងចាំដល់ខាត់រាល់ថ្ងៃណាជឿឯងញ៉ាំก๋วยเตี๋ยวវិញណាដឹងភ្លួសិនជំពាក់ក៏បានមួយចានមិនឆ្អែតក៏អាចចប់ទុកសំឡប្រហាបងគ្រឿងសពគ្រប់បងប្អូនចាំមុខនំបាញ់ចុកព្រាបសវត្តនំខ្ញុំអ្នកគូចូលចិត្តរញៀវមិនដូចก๋วยเตี๋ยวគ្មានអ្នកជាវគ្មានអ្នកស្កាត់សំឡនំបាញ់ចុកខ្មែរតែងត្រូវមាត់អ្នកផងហៅខាត់សរសើរគ្រប់មាត់ថាឆ្ងាញ់ពិសាណាហើយនំបាញ់ចុកព្រាបសង្វាត់មិនដែលចេះស្ងាត់រែកលក់ស្កាត់តាមភូមិសំឡក្លិនជួយប្រហើគួស្រង់ស្រូបបងប្អូនធ្លាប់ហូបពិតជាត្រូវមាត់ជាប់ចិត្តពិសាណាលក់បានសាក់ពី3ចានមិនថ្មីសំឡសាច់ត្រីបងស្លឹកគ្រៃផងណាបងគ្រឿងមិនខំរសជាតិឆ្ងាញ់អស់ចាអ្នកស្រុកតែងថានំខ្ញុំនេះណាឆ្ងាញ់លេខ1គ្រឿងខ្លីដាក់នៅនឹងមុខរបឲ្យហាន់ទុកម៉ែពុកថែមបានត្រយងជ័យស្រស់ត្រសក់ទៅហាន់នំមិនឆ្ងាញ់កុំពិសាអីឲ្យលេងទឹកចាំងសារៀបរយរពីមានអាណាម័យចង់កឹះនឹងចាំដល់ខាត់រាល់ថ្ងៃណាជឿឯងញ៉ាំก๋วยเตี๋ยวវិញណាភ្លួសិនជំពាក់ក៏បានមួយចានមិនឆ្អែតក៏អាចចប់ទុកសំឡប្រហើបងគ្រឿងសពគ្រប់បងប្អូនចាំមុខនំបាញ់ចុកព្រាបសវត្តនំខ្ញុំអ្នកគូចូលចិត្តរញៀវមិនដូចก๋วยเตี๋ยวគ្មានអ្នកជាវគ្មានអ្នកស្កាត់សំឡនំបាញ់ចុកខ្មែរតែងត្រូវមាត់អ្នកផងហៅខាត់សរសើរគ្រប់មាត់ថាឆ្ងាញ់ពិសាណាឲ្យហាន់ទុកម៉ែពុកថែមបានត្រយងជ័យស្រស់ត្រសក់ទៅហាន់ពិសាឲ្យទាន់ស្លុក